សួស្តីអ្នកនរគ្នាជួយជាមួយខ្ញុំទៀតហើយសុខមានថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីបង្កើតរូប AI វាខ្ញុំបានដាក់នៅលើ thumbnail អញ្ចឹងបាទគឺរូបបែបនោះអញ្ចឹងដើម្បីបង្កើតរូបបែបនោះបានអ្នកគ្នាជំហានទី1ត្រូវបាទទៅ download កម្មវិធី Google Gemini ជាមុនសិនបាទដើម្បីបង្កើតរូបនោះបានអញ្ចឹងយើងចូលមក App Store មកអ្នកគ្នាធ្វើការ search ពាក្យថា Google Gemini បាទនេះវាយបាក់តា GO អញ្ចឹងមកគឺ load បាននេះបាទ Google Gemini ខាងលើហ្នឹងនេះអាច scope មើលវាបានតែយើងទៅការដំឡើងទៅបាទចាំបន្តិចអ្នកគ្នាបាទយើង slow តិច Wi-Fi អូខេមិញWi-Fi ខ្ញុំនេះ slow អញ្ចឹងស្កាដូរដាក់ internet វិញអ្នកគ្នាបាទបានហើយបាទអូខេចុច open មកអញ្ចឹងដើម្បីបង្កើតកម្មវិធីនឹងបានអ្នកគ្នាត្រូវមាន account Gmail មួយមកបាទអូខេនេះ Gmail របស់ខ្ញុំគឺមានស្រាប់ហើយចឹងអ្នកគ្នារើសមកដែល Gmail អ្នកគ្នាចង់ប្រើមួយណាតោះមកចុច continue នឹងមកអូខេវាកំពុងមកការបានហើយអ្នកគ្នាបាទគឺយើងអាចបង្កើតរូបបានហើយតោះ let's go យើងទៅបង្កើតរូបភាពយើងទាំងអស់គ្នាអូខេសម្រាប់ front វាខ្ញុំដាក់នៅក្រោម description វីដេអូអ្នកគ្នាអាច copy យកមកបានអញ្ចឹងយក front មកផាសកន្លែងហ្នឹងមកតោះមើលរើសរូបរបស់យើងបាទជិះកន្លែងណាបងមកលើរូបភាពអ្នកគ្នាចាំធ្វើហ្នឹងបាទការរើសសិនចាំបន្តិចអ្នកគ្នាលេងយករូបមួយនេះចាចុច add ខាងលើមកបាទអូខេអ្នកគ្នាមើលថា from ពេញត្រឹមត្រូវហើយអ្នកគ្នាចុចបញ្ជូនតែម្ដងទៅអ្នកគ្នាអាចកែបាទកែ from បានតាមចិត្តមកអ្នកគ្នាចង់បដូរកន្លែងហ្នឹងអញ្ចឹងអ្នកគ្នាចុចបញ្ជូនទៅវាកំពុងដំណើរការហើយជាងធ្វើការរងចាំសិនមកបាទយ៉ាងយូរណាស់ក៏1នាទី2នាទីបាទមិនមែនធ្វើភ្លាមអានភ្លាមទេចិត្តបានហើយអ្នកគ្នាបាននេះអូខេអញ្ចឹងលោតបែបនេះគឺបានហើយអ្នកគ្នាមកក្រោមមកបាទនេះបាទរូបបែបbackground បាទអង្គរវត្តខ្មែររបស់យើងបាទមើលទៅស្អាតមែនទេបាទអ្នកគ្នាពេញចិត្តនៅទម្រង់រូបបែបនេះទេអ្នកគ្នាអាចដាក់រូបថ្មីបាទដាក់ front មកបង្កើតសារថ្មីបាននេះបាទគឺរូបស៊ីនរបស់យើងខុសគ្នាឬអត់អ្នកគ្នាបាទខុសគ្នាតែប៉ុន្មាន%ទេអញ្ចឹងសម្រាប់ពេលយើង download អ្នកនេះจะកត់លើរូបនោះមកហើយចុច save មកបាទគឺបានស្រេចបាទចូលកន្លែងរូបភាពមកឃើញបាទនេះរូបភាពរបស់យើងអ្នកនេះអាចកែតាមចិត្តអ្នកស្រឡាញ់ចង់color ចាស់ខ្ចីសេរីតាមនឹងទៅណាអ្នកនេះ